ប្រសិនបើបងទៅចាប់ដើមនៅក្នុងវិស័យ trade តើបងមានអ្វីដែលផ្ញើសារជូនបងដែលគាត់ទៅចាប់ដើមតាក់ទងនឹងចិត្តសាស្ត្របងអូខេខ្ញុំកាន់តោះអញ្ចឹងត្រឡប់មកវិញតើតើទៅនឹងចិត្តសាស្ត្រខ្ញុំបាននិយាយបានថាវាគឺជាវិធានបទមួយដែលក្តៅមែនទែនសម្រាប់គ្នាយើងដែលចាប់ផ្ដើមថ្មីនៅក្នុង trading industry អញ្ចឹងអ្វីដែលខ្ញុំអាចនិយាយទៅបានសម្រាប់គ្នាយើងដែលដៃថ្មីអាចថាមានខ្ញុំម្នាក់ដែរចុះអូខេតោះអញ្ចឹងត្រឡប់មកវិញ trading គឺផ្ដោតសំខាន់ទៅលើផលចំណេញរយៈពេលវែងទទួលស្គាល់ថាពេលខ្លះទាំងអស់គ្នាប្រើពាក្យសារថា FOMO ពេលខ្លះប្រើពាក្យថាអូខេអាចថាខ្លាចមាន opportunity អីចឹងទៅអញ្ចឹងរូបភាពមួយចំនួនអ្វីដែលខ្ញុំអាចដាស់តឿនទៅកាន់ទាំងអស់គ្នាបានគឺផ្ដោតសំខាន់ទៅលើផលចំណេញរយៈពេលវែងត្រូវដឹងថានៅក្នុង trading មិនប្រកាសថាយើងត្រូវយកប្រាក់ចំណេញរាល់ថ្ងៃទេពេលខ្លះអាចថាអូខេគ្នាយើងនិយាយថាធ្វើការមួយថ្ងៃបាន$10ឬក៏$30ហើយ expect ថាចូលមក trade ដើម្បីរកប្រាក់ចំណេញថាមួយថ្ងៃរកបាន15ឬក៏30អីចឹងទៅអញ្ចឹងវាគឺជារូបភាពមួយដែលខុសដែលអាចធ្វើឲ្យទាំងអស់គ្នា false ទីផ្សារគាត់ថាបានអញ្ចឹងអ្វីដែលខ្ញុំអាចដាស់តឿនបាន trading ផ្ដោតសំខាន់ទៅលើផលចំណេញរយៈពេលវែងហើយរឿងមួយដែលត្រូវដឹងមិនថាទាំងអស់គ្នានៅចំណុចណាទេការអភិវឌ្ឍខ្លួនគឺជារឿងដែលចាំបាច់បំផុតសម្រាប់ទាំងអស់គ្នាអរគុណច្រើនបងជាចុងក្រោយបងអាចណែនាំខ្លួនតិចបានថាបងចូលក្នុងវិស័យ trade នឹងប្រហែលឆ្នាំហើយបងអូខេអញ្ចឹងសម្រាប់ខ្ញុំអាចថាខ្លីដែរទេនៅក្នុង trading ត្រឹម4ឬក៏5ឆ្នាំតែប៉ុណ្្នឹងអូខេអរគុណច្រើនបងសម្រាប់ក្នុងការសម្ភាសបងថ្ងៃនេះអរគុណច្រើនបង